វីតាល់បានផ្ដួចផ្ដើមកម្មវិធីបរិច្ចាគឈាមសង្គ្រោះជីវិតក្រោមប្រធានបទបរិច្ចាគឈាមសង្គ្រោះជីវិតដែលបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិបាត់ដំបងខេត្តបាត់ដំបងនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025ទទួលបានការចូលរួមពីមន្ត្រីមូលដ្ឋានគណៈគ្រប់គ្រងក្រុមហ៊ុនបុគ្គលិកគ្រប់ជាន់ថ្នាក់សាស្ត្រាចារ្យសាមណសិស្សនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងនឹងបានប្រមូលអំណោយឈាមបានជាច្រើនស័ក្តិលោកចុងហៀងថាវិសិទ្ធប្រធានទីផ្សារអភិវឌ្ឍផលិតផលក្រុមហ៊ុនវីតាល់បានមានប្រសាសន៍ថាថ្ងៃនេះក្នុងនាមវីតាល់លោកពិតជាមានសេចក្តីរីករាយអត់ឧបមាដែលបានចូលរួមជាថ្មីម្ដងទៀតជាមួយយុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិតក្រោមការគាំទ្រពីក្រសួងសុខាភិបាលនិងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្តនិងសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានផ្ដល់ការអនុញ្ញាតនិងសហការរៀបចំបង្កលក្ខណៈយ៉ាងល្អប្រសើរសម្រាប់ពិធីនេះជាលើកទី7ក្នុងឆ្នាំ2025ដែលវីតាល់បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្នុងយុទ្ធនាការបរិច្ចាគឈាមកន្លងមកនៅតាមបណ្ដាខេត្តក្រុងទទួលបានអំណោយឈាមពីសប្បុរសជនប្រមាណជាង 5000 នាក់បន្ថែមពីនេះវីតាល់បានចូលរួមផ្សព្វផ្សាយនិងបំផុសគំនិតបរិច្ចាគឈាមដោយស្ម័គ្រចិត្តចេញពីប្រជាពលរដ្ឋសាធារណជននិងសិស្សានុសិស្សដើម្បីបំពេញស្តុកឈាមសុវត្ថិភាពជួយសង្គ្រោះជនរងគ្រោះប្រកបដោយក្តីសង្ឃឹមដែលគម្រោងនេះគឺភ្ជាប់ទៅនឹងសកម្មភាពជាប្រចាំរបស់វីតាល់និងមូលនិធិ25រៀលដែលជានិច្ចកាលចូលរួមឧបត្ថម្ភគាំទ្រដល់កិច្ចការងារបរិច្ចាគឈាមឯកឧត្តមផេងសិទ្ធីអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថាការចូលរួមផ្ទាល់ពីវិស័យឯកជននិងសប្បុរសជននានាគឺពិតជាពុំអាចខ្វះបានឡើយដើម្បីជំរុញឲ្យវិស័យសុខាភិបាលជាពិសេសចលនាបរិច្ចាគឈាមបន្តកើតឡើងជាបន្តបន្ទាប់ទាំងថ្នាក់ជាតិនិងសម្រាប់ខេត្តបាត់ដំបងផ្ទាល់ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបានសម្ដែងនូវការកោតសរសើរចំពោះការចូលរួមចំណែកលើការងារសង្គមដ៏ថ្លៃថ្លារបស់វីតាល់តួយ៉ាងកម្មវិធីថ្ងៃនេះដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងមូលដ្ឋាននៃសាកលវិទ្យាល័យជាតិបាត់ដំបងបន្ថែមពីនេះឯកឧត្តមក៏សូមចូលរួមអំពាវនាវដល់សប្បុរសជនពីគ្រប់ស្ថាប័នរដ្ឋនិងឯកជនបន្តចូលរួមសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនមែនសម្រាប់តែក្នុងកម្មវិធីថ្ងៃនេះតែប៉ុណ្ណោះទេតែនឹងបន្តបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាប្រចាំព្រោះនេះជាកាយវិការមនុស្សធម៌ដ៏មានតម្លៃបំផុតដែលមិនអាចកាត់ថ្លៃបានសម្រាប់សង្គមនិងមនុស្សជាតិរបស់យើងឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះលោកសូមធ្វើការសម្ដែងនូវការដឹងគុណចំពោះវីរៈកងទ័ពកម្ពុជាដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនិងសូមធ្វើការដឹងគុណនិងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនរាជរដ្ឋាភិបាលដែលបាននឹងកំពុងខិតខំប្រឹងប្រែងខ្នះខ្នែងអត់ធ្មត់ខ្ពស់ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុវត្តនូវយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមតាមរយៈការគោរពច្បាប់អន្តរជាតិនិងមធ្យោបាយការទូតដើម្បីបញ្ជៀសសង្គ្រាមការពារសន្តិភាពនិងការពារបូរណភាពទឹកដី